ក្រុមម៉ូតូធំមួយរយៈនេះយន្តដាក់អរិយជនណាប៉ូលីសទើបឃាត់ខ្លួនអ្នកបង្ហោះម៉ូតូធំហើយឥឡូវល្បីរឿងអ្នកជិះម៉ូតូធំដេញវាយឡានគេម្ដងមិនដឹងថាមកពីយន្តដាក់អរិយធ្វើឬមកពីចរិតរបស់ក្រុមអ្នកជិះម៉ូតូធំមួយចំនួននោះទេថ្មីនេះក្រុមអ្នកមានលុយទិញម៉ូតូធំជិះហាក់ផ្ទុះល្បីនៅលើបណ្ដាញសង្គមខ្លាំងណាស់តែការផ្ទុះការចាប់អារម្មណ៍នេះមិនមែនល្បីរឿងល្អនោះទេគឺល្បីរឿងមិនល្អដែលជាគំរូអាក្រក់ដល់ក្មេងៗជំនាន់ក្រោយព្រោះតែពួកគេបាននាំគ្នាជិះម៉ូតូជាក្រុមបង្ហាញពីភាពរញ៉េរញ៉ៃនៅតាមដងផ្លូវសាធារណៈបើកភ្លើងភ្លឺផ្លឹបផ្លែតឡើងខ្លាំងឡើងវាយជែងគ្មានសណ្ដាប់ធ្នាប់និងបង្ហោះម៉ូតូជាដើមហើយថ្មីនេះប៉ូលីសខេត្តតាកែវទើបតែឃាត់ខ្លួនអ្នកបង្ហោះម៉ូតូធំម្នាក់នៅផ្លូវជាតិលេខ3នៅក្នុងទឹកដីខេត្តតាកែវហើយដែរយ៉ាងណាក្រោយមហាជនអ្នកលេងបណ្ដាញសង្គមកំពុងដកកចំហមាត់រងចាំមើលចំណាត់ការរបស់សមត្ថកិច្ចលើអ្នកបង្ហោះម៉ូតូធំនៅលើផ្លូវជាតិលេខ3ក៏ស្រាប់តែផ្ទុះវីដេអូថ្មីមួយទៀតដែលបង្ហាញពីឥរិយាបថរបស់ក្រុមអ្នកជិះម៉ូតូធំមួយក្រុមដែលបាននាំគ្នាវាយឡានប្រជាពលរដ្ឋដែលកំពុងបើកតាមផ្លូវជាតិលេខ3ព្រោះតែពួកគេខឹងឡានមិនព្រមអែបឲ្យម៉ូតូពួកគេធ្វើដំណើរជាក់ស្ដែងបើតាមការបង្ហោះវីដេអូនៅលើគណនី Facebook ឈ្មោះអៀងពិសីបានរៀបរាប់ថាខ្ញុំសូមចែករំលែកវីដេអូក្រុមបងម៉ូតូធំកាលពីក្បាលប្រលប់ថ្ងៃទី17ខែឧសភាឆ្នាំ2026ខ្ញុំបានត្រឡប់ពីបំពេញការងារនៅខេត្តកំពតវិញក៏បានជួបហេតុការណ៍នេះផ្ទាល់នឹងភ្នែកគឺក្រុមម៉ូតូធំបានវាយជញ្ជាំងឡានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ3ព្រោះខឹងឡានមិនព្រមអែបឲ្យខាងពួកគេធ្វើដំណើរខុសត្រូវយ៉ាងណាសូមពិចារណាតាមការគួរយ៉ាងណាស្របពេលដែលមហាជននៅលេងបណ្ដាញសង្គមបានឃើញវីដេអូដែលក្រុមអ្នកជិះម៉ូតូធំវាយឡានគេនៅលើផ្លូវបែបនេះក៏មានប្រដ្ឋជាច្រើនបាននាំគ្នាខមមិនរិះគន់ជាក់ស្ដែងប្រដ្ឋម្នាក់បានចុះខមមិនថាក្រុមគាត់បើកខ្លាំងជាងក្បួនថ្នាក់ដឹកនាំធំស្រុកក្រៅទៀតបើមិនជៀសទេថតគេផុសវាយរថយន្តគេជេរប្រមាថគេឌីលគេនិយាយរួមទៅក្រុមពួកគាត់ក្រុមមិនចេះខុសសូមថ្នាក់ដឹកនាំជួយចាត់វិធានការឲ្យក្តៅដល់ក្រុមបែបអំនួតបែបនេះផងអ្នកជិះពេលខ្លះក៏ជួបឧបសគ្គដោយសារក្រុមបែបនេះច្រើនដែរឃើញបងជិះម៉ូតូធំមួយចំនួនពួកគាត់បើកបរត្រឹមត្រូវណាស់ទោះមានធុរៈជួយសង្គមក្តីណាស់តែប្រភេទក្រុមជិះបែបនេះទេស្អីក៏លើកហេតុផលសង្គមដែរតែទង្វើធ្វើឲ្យគេស្អប់និងជួបឧបសគ្គចំណែកបរិបម្នាក់ទៀតក៏បានលើកឡើងដែរថាគេថាម៉ូតូថ្លៃហើយនឹងមើលទៅហើយបើនិយាយឲ្យរឿងភ្លើងហ្វាដាក់ម៉ូតូនឹងគឺចាំងភ្នែកចង់ខ្វាក់សមត្ថកិច្ចគួរឆែកមើលភ្លើងម៉ូតូអស់នឹងផង